ស្រង់សម្រាប់ការប្រកួតដោយបង្កើតអង្គបានឈ្នះលទ្ធផល1-0បាទទេសនារូបភាពហើយឡាយការប្រកួតទាំងស្រុងបាទសម្រាប់3ពិន្ទុរបស់ក្រុមបង្កើតអង្គ FC បាទនឹងសប្តាហ៍ទី16សម្រាប់ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងបាទនេះគឺជាឱកាសដំបូងរបស់កីឡាករ Yugo OB ក៏ប៉ុន្តែមិនចំគោលដៅបានទៅនឹងក្បែរនឹងប្រកួតទីតែប៉ុណ្ណោះគណៈដែលស៊ូយ៉ាទីបានត្រឹមតែឈរមើលបាល់នេះតែប៉ុណ្ណោះបើសិនជាចូលវិញក៏ស៊ូយ៉ាទីចាប់មិនបានដែរប៉ុន្តែគ្មានសំណាងទេបាទសម្រាប់កីឡាករនីហ្សេរីយ៉ាបាទនីហ្សេរីយ៉ានេះបាទដំបូងបាទបេងហ្កានេះក៏វគ្គទី1គឺគ្មានសំណាងដូចគ្នាបាទនីហ្សេរីយ៉ាបេងហ្កាសាមអែលប៉ុន្តែអត់បានសម្រេចបាទឱកាសដំបូងរបស់គេគឺជ្រុលបាទចង្វាក់ចុងក្រោយបាទជ្រុលប៉ះបាល់ពេលអញ្ចឹងទៅគឺខកខាននេះគឺជាឱកាសសុទ្ធមួយជើងពីចម្ងាយរបស់កីឡាករ Yugo OB ប៉ុន្តែជួយបានពីអ្នកចាំទីកម្ពុជាបាទកីឡាករស៊ូយ៉ាទីល្អមែនទែនស៊ូយ៉ាទីជួយបានមកគ្រាប់បាល់សុទ្ធចំគោលដៅរបស់កីឡាករ Yugo OB ក្រោយមកទៀតប្រាក់មនីអាដាមក៏មានឱកាសសុទ្ធមួយជើងស្ដាំដែរប៉ុន្តែមិនចំគោលដៅទេបានត្រឹមក្បែរនឹងបកគោទីដែល Yugo OB សុទ្ធនៅចំណុចនេះដូចគ្នាស៊ូយ៉ាទីបាទខឹងខ្សែការពារមែនទែនដែលបណ្ដោយឲ្យប្រាក់មនីអាដាមអូសបាល់ឡើងមកសុទ្ធតទៅបានបាទចូលដល់វគ្គទី2បាទក្រុមបង្កើតអង្គ FC ក៏មានការផ្លាស់ប្ដូរទម្រង់លេងក៏ដូចជាមានការសម្របខ្លាំងជាងវគ្គទី1នេះគឺជាឱកាសដំបូងរបស់ក្រុមប្រខ័ណ្ឌរាជស្វាយរៀងនៅក្នុងវគ្គទី2នេះពីកីឡាករ Yugo OB ក៏ប៉ុន្តែនៅតែមិនចំគោលដៅហើយក្រោយមកទៀតគឺ Benga Samuel បាទចំណុចនេះហើយដែលជាគ្រាប់សុទ្ធបញ្ចូលទីគ្រាប់ជ័យជំនះសម្រាប់ក្រុមបង្កើតអង្គ FC បាទនៅនាទីទី55បាទស៊ីវិសាលបាត់អត់ជាប់ទេហើយអ្នកចាំទីក៏ជួយដែរប៉ុន្តែចូលប្រឡោះឃ្លៀកមកចំណុចនេះហើយបាទចូលប្រឡោះឃ្លៀកស្ដាំរបស់កីឡាករបាទអាំសវណ្ណរតន៍ធ្វើឲ្យនេះគឺជាក្រប3ពិន្ទុដ៏មានសារៈសំខាន់សម្រាប់ក្រុមបង្កើតអង្គ FC បាទការប្រកួតនៅឯកីឡាដ្ឋានខេត្តស្វាយរៀងនៅក្នុងសប្តាហ៍ទី17នេះហើយបន្តមកទៀតក៏មានឱកាសជាបន្តដែរពីកីឡាករ Yugo OB ដដែលក៏ប៉ុន្តែមិនចំគោលដៅទេបានទៅរំលងរបាទីឡើងទៅខាងលើតែប៉ុណ្ណោះហើយក្រោយមកទៀតគឺច័ន្ទវឌ្ឍនាការក៏មានឱកាសដែរបាទកឹបឆ្វេងកឹបស្ដាំហើយក៏សុទ្ធឆ្វេងនេះចំអ្នកចាំទីអាំសវណ្ណរតន៍ជួយបានរហូតបាទល្អមែនទែនបាទសម្រាប់កីឡាករច័ន្ទវឌ្ឍនាការប៉ុន្តែគ្មានសំណាងនៅក្នុងការប្រកួតនេះបាទបន្តមកទៀតក៏មកជើងពីចម្ងាយរបស់កីឡាករបាទសំអឿនពីដោប៉ុន្តែចំអ្នកចាំទីបាទស៊ូយ៉ាទីសុទ្ធឆ្វេងមកជើងទៀតរបស់កីឡាករ Yugo OB ទៀតប៉ុន្តែជួយបានពីអ្នកចាំទីបាទស៊ូយ៉ាទីបាទកន្លែងដែលស៊ូយ៉ាទីបាទធ្លាក់មកវិញចង់ក្រិចចកេះបាទចំការប្រកួតគឺ3ពិន្ទុបានទៅលើក្រុមបង្កើតអង្គ FC